ដោយសារប្តីខ្ញុំរងទុក្ខខ្លាំងពេកថ្ងៃនេះអ្នកគ្រប់គ្នាក្នុងគ្រួសារគឺនៅទីនេះខ្ញុំចង់សុំឲ្យឪពុកចង់ឲ្យដាក់ឈ្មោះប្តីខ្ញុំជាអ្នកស្នងតំណែងប្រជាជនមានការជ្រើសរើសយកប្តីខ្ញុំច្រើនណាស់អ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីច្បាប់ប្រទេសត្រូវឲ្យតម្លៃលើកូនប្រុសច្បងតែដូចជាគ្មានអ្នកណាចង់ឲ្យប្តីខ្ញុំស្នងតំណែងនេះឡើយរឿងអាក្រក់ដែលបានកើតឡើងអ្នករាល់គ្នាគិតថាប្តីខ្ញុំនេះតែជាអ្នកធ្វើវាហាក់ដូចជាគាត់ត្រូវទទួលខុសត្រូវចំពោះរឿងអាក្រក់ទាំងអស់ដែលកើតឡើងនៅក្នុងប្រទេសតែគ្មានអ្នកណាម្នាក់មានភស្តុតាងច្បាស់លាស់ទេឪពុកអ្នកមានការសង្ស័យទៅលើប្តីរបស់ខ្ញុំអ្នកចង់ប្រគល់វាទៅឲ្យស៊ីវអ៊ីជាងទៅឲ្យប្តីរបស់ខ្ញុំមានតែប្តីរបស់ខ្ញុំប៉ុណ្ណោះដែលស្របច្បាប់គាត់គឺជាកូនច្បងរបស់ប្រទេសយើងអ្នកអាចមានអារម្មណ៍ស្រួលវិញហើយមែនទេខ្ញុំគិតថាពេលវាងមើលទៅមិនដូចកូនប្រុសច្បងទេប៉ុន្តែខ្ញុំមិនដែលនិយាយថាចង់ដកគាត់ចេញពីគ្រួសារនេះទេខ្ញុំបានឲ្យគាត់រៀនពូកែឲ្យគាត់ធ្វើជាមនុស្សល្អហើយនឹងសាកសមធ្វើជាកូនប្រុសច្បងរបស់ប្រទេសយើងហេតុអ្វីបានជាគាត់តែជាធ្វើបែបនេះទៅវិញនេះសំហេតុផលណាស់យើងចង់និយាយប្រាប់អ្នកថាពៅវាងមិនមែនជាក្មេងទៀតទេគាត់ចេះគិតហើយនឹងអាចស្នងតំណែងបានពៅវាងគឺជាកូនប្រុសច្បងនៃគ្រួសាររបូតាមហេតុផលរបស់ខ្ញុំគាត់គួរតែចូលរួមជាមួយសម្ព័ន្ធដើម្បីទទួលបានបទពិសោធន៍ខ្លះមិនថាអាជីវកម្មគ្រួសារធំប៉ុណ្ណាក៏មិនអាចខាតបង់រាប់ពាន់លានដុល្លារដែរអស្ចារ្យណាស់ថ្ងៃនេះបវាងបានជួយសង្គ្រោះនាងស្ទើរតែបាត់បង់ជីវិតហើយហេតុអ្វីនាងល្មើសគុណបែបនេះមិនអីទេអ្នកអាចគ្រប់គ្រងពេញលេញនៃក្រុមហ៊ុនកំសាន្តក្រោមឈ្មោះរបស់ស៊ីវអ៊ីប្រសិនបើអ្នកសម្រេចបានលទ្ធផលក្នុងរយៈពេល2 ខែភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននេះជារបស់អ្នកចៅស្រីងើបឡើងមកអ្នកមានផ្ទៃពោះកុំអង្គុយបែបនេះយូរពេកស្ដេចក្មេងនេះមានរបួសខ្លាំងណាស់សូមបញ្ជូនត្រង់ទៅសម្រាប់វិញល្អណាស់យាយស្ទើរតែភ្លេចស៊ីវអុយត្រូវហត់នឿយរឿងជាច្រើនហើយរងទុក្ខច្រើនណាស់ព្រោះតែខ្ញុំបារម្ភពីអ្នកខ្ញុំបានស្នើឲ្យហ្វូសេងរៀបចំម្ហូបខ្លះដើម្បីឲ្យអ្នកញ៉ាំមានកម្លាំងឆាប់យកវាទៅឲ្យឆ្ងាយប្តីសម្លាញ់ចាំថាត្រូវប្រើសាប៊ូនេះដើម្បីសម្អាតខ្លួនរបស់អ្នកនៅពេលងូតទឹកបើមិនដូច្នេះទេក្រែមដែលប្រឡាក់នៅខ្លួនរបស់អ្នកនឹងនៅសហើយប៉ះពាល់ដល់រាងកាយអ្នកបាទតែអូនជាអ្នកលាងឲ្យខ្ញុំមិនទៅបន្ទប់ទឹកមុនខ្ញុំនឹងជូតវាឲ្យអ្នកម្ដងទៀតមិនមែនកន្លែងនឹងទេមិនមែនកន្លែងនឹងទេអូនធ្វើបានល្អជាការពិតណាស់នេះជារូបមន្តរបស់ខ្ញុំបងចោះសម្រុងជាមួយមនុស្សប្រភេទណាតើគួរប្រើវិធីណាដើម្បីនៅជាមួយមនុស្សបរិសុទ្ធអ្នកណាមានសីលធម៌ខ្ពស់ហើយមិនធ្វើរឿងដែលអៀនខ្មាស់អ្នកនោះគឺជាមនុស្សល្អបំផុតអូនចង់ឌៀមដាមបងមែនទេគាត់យកពាក្យខ្ញុំនិយាយដាក់ខ្លួនហើយអូនគ្រាន់តែនិយាយគំនិតពិសេសមួយអ្នកអន់ចិត្តមែនទេវាមិនសំខាន់ទេនិយាយនៅពេលណានិយាយទៅប៉ុន្តែកុំនិយាយនៅមុខខ្ញុំឈឺណាស់បើមិនអញ្ចឹងទេវាមិនចេះអស់ទេខ្ញុំមិនខ្វល់ទេធ្វើតិចតិចបានហើយពិបាកគប់ចិត្តណាស់អាតាប៉ានេះអ្នកអាឡែកស៊ីជាមួយមនុស្សប្រុសមែនទេហេតុអ្វីរកតែក្អួតពេលខ្ញុំប៉ះកុំចង់ខ្ពើមខ្ញុំគឺជាបរិសសង្ហាដែលគេលើពិភពលោកកុំចង់ក្បត់ខ្ញុំឲ្យសោះចេញទៅក្រៅទៅខ្ញុំនឹងធ្វើម្ហូបឲ្យអ្នកញ៉ាំកើតអ្វីនឹងត្រីដែលទើបតែញាប់ស្រាប់តែផ្ទុះមកវាយប្រហារខ្ញុំ